គោលការណ៍ស្ថិរភាពព្រំដែនគឺរដ្ឋមួយមិនអាចចេះតែបដិសេធផែនទីបដិសេធខ្សែព្រំដែនជាមួយគ្នាបានបើអញ្ចឹងគឺវានាំឲ្យអីគេបើសិនជារដ្ឋមួយអាចលុបផែនទីប្រវត្តិសាស្ត្រតាមអំពើចិត្តអញ្ចឹងពិភពលោកទាំងមូលវាធ្លាក់ទៅក្នុងវិបត្តិព្រំដែនឡើងវិញទៅគូសខ្សែបន្តឡើងវិញអញ្ចឹងមានន័យថាអ្នកណាខ្លាំងនឹងឈ្នះហើយវានាំគ្នាទៅដើមដីគ្នាដោយសម័យមុនសង្គ្រាមលោកលើកទី2ឬក៏មុនសង្គ្រាមលោកលើកទី2ឬក៏យើងវិលទៅរកសម័យទេសភាពវិញហើយចំណុចសំខាន់មួយទៀតយើងឃើញសាលលេខារបស់តុលាការយុត្តិធម៌អន្តរជាតិទាំងពីរលើកហ្នឹងគឺសុទ្ធតែចង្អុលបង្ហាញអំពីនៃផែនទីដែលជាឧបសម្ព័ន្ធមួយនៃអនុសញ្ញាបារាំងសៀមឆ្នាំ1904និង1907ហ្នឹងហើយបើយើងនិយាយពីទស្សនវិជ្ជានយោបាយវិញទស្សនវិជ្ជានយោបាយអន្តរជាតិការដែលប្រទេសថៃធ្វើបែបនេះគឺបង្ហាញឲ្យឃើញថាប្រទេសថៃគឺកំពុងតែដើរចេញពីសំណាប់ធ្នាប់អន្តរជាតិដែលពឹងផ្អែកលើច្បាប់ផ្ទុយទៅនឹងច្បាប់អន្តរជាតិផ្ទុយទៅនឹងធម្មនុញ្ញអង្គការជាតិធម្មនុញ្ញអាស៊ានក៏ដូចជាសន្ធិសញ្ញាស្តីពីកិច្ចសហការនិងមិត្តភាពរបស់អាស៊ានចំណុចទី2គឺបង្ហាញឲ្យឃើញថាប្រទេសថៃនឹងគ្មានស្ថិរភាពគោលនយោបាយការបរទេសហើយបង្ហាញពីអសន្តិសុខកតយុត្តនៅក្នុងប្រទេសថៃនឹងតែម្ដងចំណុចទី3គឺបង្ហាញថាថៃកំពុងតែតល់ច្រកខាងផ្លូវច្បាប់អញ្ចឹងគឺគេព្យាយាមធ្វើឲ្យបញ្ហាផ្លូវច្បាប់ហ្នឹងចប់ការគឺលេងគិតពីច្បាប់ត្រឡប់អីហ្នឹងគឺងាកទៅប្រើប្រាស់វោហារសាស្ត្រនយោបាយឬក៏ប្រើកម្លាំងយោធាជំនួសវិញចំណុចទី4ប្រសិនបើរឿងនោះទៅជាការពិតគឺប្រទេសថៃនឹងត្រូវចាត់ទុកជារដ្ឋសាររើនិយមដែលជារដ្ឋចង់កែប្រែព្រំដែនប្រវត្តិសាស្ត្រដែលអន្តរជាតិទទួលស្គាល់រួចហើយជាឯកតោភាគីតាមទំនើងចិត្តអាហ្នឹងគឺជារដ្ឋទំនើងជារដ្ឋដែលមិនស៊ីវិល័យហើយចំណុចទី5គឺវាប៉ះពាល់ដល់អាស៊ានទាំងមូលតែម្ដងផ្អែកលើគោលការណ៍អាស៊ានគឺគោលការណ៍គោរពនៅអធិបតេយ្យនិងបូរណភាពទឹកដីរបស់ផងគ្នាទៅវិញទៅមកនឹងការដោះស្រាយចំនួនដោយសន្តិវិធីផ្អែកលើការចរចាការពិគ្រោះយោបល់តាមយន្តការទូតនិងច្បាប់អន្តរជាតិហើយចំណុចចុងក្រោយការប្រកាសនេះជាការប្រកាសក៏ដោយហើយប្រសិនបើការប្រកាសនេះទៅជាការពិតក៏ដោយខ្ញុំគិតថាវាជាការបង្កើតនូវគំរូដ៏អាក្រក់មួយនៅក្នុងតំបន់ប្រសិនបើប្រទេសមួយព្យាយាមបដិសេធនៅផែនទីដែលជាប្រវត្តិសាស្ត្រព្រំដែនដែលជាប្រវត្តិសាស្ត្រដែលទទួលយកដែលទទួលស្គាល់ដោយអន្តរជាតិហើយមកទាមទារកែប្រែខ្សែព្រំដែនថ្មីអាហ្នឹងគឺថាជាគំរូអាក្រក់ហើយអាចនឹងទទួលនៅការថ្កោលទោសនិងបាត់ទំនុកចិត្តពីសហគមន៍អន្តរជាតិបាទ